បាទជំរាបសួរបាទមានសួរបងបាទថ្ងៃនេះខ្ញុំមានកិត្តិយសថាបានមកសម្ភាសប្អូនជាជនរួមជាតិពិសេសទៀតគាត់មានឆន្ទៈដែលជាមនុស្សម្នាក់ដែលដើរពីភ្នំពេញដី270គីឡូបាទមកដល់ខេត្តកោះកុងរបស់យើងអញ្ចឹងក្នុងនាមខ្ញុំជាម្ចាស់ផ្ទះជាម្ចាស់ខេត្តកោះកុងខ្ញុំក៏ថ្ងៃនេះក៏មានកិត្តិយសដើម្បីស្វាគមន៍គាត់ខ្ញុំថ្ងៃនេះមកសួរតិចតើប្អូនមានឈ្មោះអីដែរបាទមានសួរបងខ្ញុំបាទឈ្មោះថៃលៀងខ្ញុំបាទមានទីកំណើតនៅក្នុងរាជធានីភ្នំពេញខណ្ឌច្បារអំពៅហើយខ្ញុំបាទធ្វើដំណើរដោយថ្មើរជើងគឺស្ម័គ្រចិត្តបងយើងមកខេត្តកោះកុងបាទហើយដើររយៈពេលប្រហែលថ្ងៃដែរខ្ញុំចាប់ផ្ដើមចេញដំណើរតាំងពីថ្ងៃទី9ខែ10មកគិតដល់ថ្ងៃនេះ8ថ្ងៃថ្ងៃដើរពីភ្នំពេញមកបាទហើយក្នុងការដើរមានឧបសគ្គច្រើនទេដំណើររបស់យើងឧបសគ្គវាដូចជាមានពីចាប់តាមពីតាពាំងរូងមកថ្មបាំងមកគឺភ្នំសុតដាច់ស្រយាលព្រៃអត់មានផ្ទះជីវរដ្ឋទេបងពិបាកមែនតើហើយឮពាក្យចាមរាមមួយទៀតគឺថាអូនឯងដើរនឹងមានរៃអង្គាសថវិកាអត់ទេបងជីវរដ្ឋនៅតាមដងផ្លូវគាត់ដឹងហើយគាត់យល់ច្បាស់ថាខ្ញុំមិនមកទទួលថវិកាពួកគាត់ទេបងអញ្ចឹងសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋដែរគាត់ដើរនេះគឺក្នុងគោលបំណងរបស់គាត់ខ្ញុំនឹងវិភាគតិចទៀតប៉ុន្តែសម្រាប់គាត់គឺអត់មានទទួលថវិកាទេហើយក៏មានបងប្អូនជនរួមជាតិយើងតាមដងផ្លូវពីភ្នំពេញមកដល់ខេត្តកោះកុងក៏មានអ្នកឲ្យច្រើនណាស់គាត់ប្រាប់ខ្ញុំណាហើយគឺគាត់បានទទួលទេហើយអាហ្នឹងសុំសួរមួយទៀតពាក់ព័ន្ធទៅលើថាគោលបំណងរបស់បងប្អូនដែលដើរចម្ងាយឆ្ងាយដល់ថ្នាក់ហ្នឹងហើយចំណាយពេលវេលារបស់ខ្លួនឯងដែលមានតម្លៃនេះដើម្បីដើរមកដល់ខេត្តកោះកុងតែគោលបំណងជាគោលបំណងអ្វីដែរបាទគោលបំណងខ្ញុំមាន2ទី1ខ្ញុំចង់ស្នើសុំទៅពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចវីរៈជនទាំង18នាក់របស់យើងខ្ញុំដើរនេះដើម្បីទាមទារឲ្យពុកម៉ែបងប្អូនទាំងអស់នេះចូលរួមជាមួយខ្ញុំដើម្បីទាមទារឲ្យប្រទេសថៃធ្វើការដោះលែងចំណាត់ខ្មាំងដែលជាវីរៈជនរបស់យើងត្រឡប់មកផ្ទះវិញពួកគាត់បែកបាក់គ្រួសារពួកយើងនឹកគាត់ហើយចំណុចទី2គឺការពហិការមិនប្រើប្រាស់ផលិតផលថៃមិននាំចូលមិនទិញមិនលក់មិនដោះដូរមិនប្រើប្រាស់ផលិតផលថៃអញ្ចឹងថ្ងៃនេះបងប្អូនគឺយើងបានដឹងពីឆន្ទៈរបស់គាត់ក្នុងការដើរហើយយើងក៏ដឹងពីមូលហេតុថាគាត់ដើរដើម្បីអ្វីដែរដើម្បីបងប្អូនកុំឲ្យសពេចសពិលព្រោះមានបងប្អូនតាមបណ្ដោយផ្លូវពីភ្នំពេញមកដល់ខេត្តកោះកុងហ្នឹងគឺមានបងប្អូនច្រើនណាស់សពេចសពិលថាដើរក្នុងគោលបំណងអីអ្នកខ្លះក៏ប្រើពាក្យបាទមានដល់មើលងាយពាក្យខ្លះទៀតគឺមិនលើកទឹកចិត្តឲ្យថែមទាំងជន់បន្លិចថាគាត់ដើររៃអង្គាសថវិកាយកចាយវាអត់ទេបងប្អូនដោយគាត់និយាយចឹងហើយបើមានបងប្អូនណាមួយដែលបានឲ្យលុយឲ្យគាត់យកបងប្អូនសុំចេញមុខឲ្យចូលក្នុងខមមិនមកអញ្ចឹងយើងសូមគាំទ្រក្នុងការបាទជាយុវជនម្នាក់ឲ្យមានឆន្ទៈយើងពិតជាសរសើរឲ្យលើកទឹកចិត្តបងសុំសរសើរណាលើកទឹកចិត្តបងពិតប្រកបមែនដោយសារតែបងប្អូនមានឆន្ទៈមានគោលដៅមួយដាក់គោលដៅមួយគឺដើរពីភ្នំពេញមកខេត្តកោះកុងគឺដើម្បីបាទទៀមទាក្នុងការដោះលែងនៃប្រទេសសៀមដែលចាប់ចំណាត់ខ្មាំងទាំង18នាក់ឲ្យត្រឡប់មកវិញហើយទី2គឺការពហិការគ្រប់ផលិតផលសៀមទាំងអស់សម្រាប់ប្រជាពលរដ្ឋយើងក្នុងខេត្តកោះកុងនិងទូទាំងប្រទេសគឺដាច់ខាតកុំប្រើអីវ៉ាន់របស់សៀមព្រោះតែយើងមិនទាន់ទទួលបាននៅការដោះស្រាយនិងការដោះលែងវីរៈជនទាំង18នាក់របស់យើងនិងការបើកព្រំដែននិងចរចាសន្តិភាពឡើងវិញទេអញ្ចឹងសូមបងប្អូនកុំឆាប់ភ្លេចពេកអញ្ចឹងថ្ងៃនេះដែរក្នុងនាមបងជាអ្នកខេត្តកោះកុងបើជូនលុយក៏គាត់មិនទទួលដែរអញ្ចឹងបងមានផលិតផលកូនខ្មែរមួយដែរបាទជាសាប៊ូដោះខ្លួនបាទជាសាប៊ូដោះខ្លួននេះផលិតផល KN បាទរបស់សោរបស់ខ្ញុំអញ្ចឹងជាផលិតផលខ្មែរបាទខ្មែរយើងសុទ្ធអញ្ចឹងមានដោះខ្លួនតិចទៀតនឹងចេញសាប៊ូកក់សក់ហើយនេះមិនមែនឆ្លៀតផ្សាយផលិតផលទេប៉ុន្តែយកមកហើយយកមកជូនហើយអញ្ចឹងយកមកជូនគាត់ព្រោះថាលុយក៏បើជូនទៅវាខុសវិឆន្ទៈរបស់គាត់វិញអញ្ចឹងសម្រាប់វីដេអូមានអីសម្រាប់ជាចុងក្រោយសម្រាប់អ្នកខេត្តកោះកុងជាចុងក្រោយខ្ញុំសូមខ្ញុំអរគុណបងប្អូននៅក្នុងខេត្តកោះកុងមួយចំនួនដែលគាត់គាំទ្រខ្ញុំហើយនិងបងប្អូនមួយចំនួនដែលគាត់មិនបានគាំទ្រខ្ញុំក៏ខ្ញុំអរគុណដែរនៅក្នុងការខមមិនពាក្យពេចន៍ល្អពាក្យពេចន៍មិនល្អនេះជាធ្វើម៉េចជាឆន្ទៈរបស់ខ្ញុំហើយខ្ញុំសូមទឹកចិត្តបងប្អូនតែខេត្តកោះកុងទាំងអស់គ្នាចូលរួមទាំងអស់គ្នាទី1ទាមទារឲ្យមានការដោះលែងវីរៈជនយើងត្រឡប់មកវិញនឹកងារពួកគាត់ទី2ខ្ញុំសូមឲ្យសូមទៀតឈប់ប្រើរបស់ថៃទៅបងគិតមើលថាខ្មែរយើងអាចធ្វើបានផលជាច្រើនយើងជួយគ្នាម្ដាយបន្តិចសេដ្ឋកិច្ចរបស់យើងនឹងរីកចម្រើនហើយជូនពរពុកម៉ែបងប្អូនអស់សុខភាពល្អសំណាងល្អទទួលទានមានបានអរគុណច្រើនបាទអញ្ចឹងជាចុងក្រោយសម្រាប់វីដេអូក៏សូមអរគុណបងប្អូនទាំងអស់គ្នាក្នុងខេត្តកោះកុងពិសេសតាមបណ្ដាខេត្តដើម្បីជាការលើកទឹកចិត្តដល់ខេត្តកោះកុងសូមអំពាវនាវជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឥឡូវដាច់ទឹកភ្លៀងហើយសូមបងប្អូនមកធ្វើដំណើរទេសចរក្នុងខេត្តកោះកុងពិសេសទៀត
យើងចាប់ផ្ដើមអភិបាលមានហេដ្ឋារចនាសម្ព័ន្ធប្រសេសផ្លូវ48គឺស្អាតដែរបងប្អូនអញ្ចឹងបងប្អូនអាចធ្វើដំណើរមកលេងកម្សាន្តបានហើយក៏កុំភ្លេចវរៈជនទាំង18រូបនិងការពហិការឈប់ប្រើអីវ៉ាន់សៀមទាំងអស់គ្នាបាទសូមអរគុណសូមគោរពលា